បងអាណាជាបានសួស្តីបងប្អូនទាំងអស់គ្នាចានៅថ្ងៃនេះអ្នកគ្រូនឹងមកបន្តទៀតទេតាក់ទងនឹងផបោកមួយខ្ទង់និងមួយខ្ទង់ចាយើងសូមកូនទាំងអស់គ្នាមើលមកលើក្តារខៀនទាំងអស់គ្នានេះគឺជាវិធីបោកចំនួនមួយខ្ទង់និងមួយខ្ទង់អញ្ចឹងថ្ងៃមុននេះគឺកូនទាំងអស់គ្នាបានសិក្សាយកចំនួន1បូកឲ្យចំនួន1ខ្ទង់ឯងអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងចូលយកចំនួន2បូកឲ្យចំនួនដែលមានមួយខ្ទង់ចាអញ្ចឹងចាប់ផ្ដើមកូនទាំងអស់គ្នាមើលផលបូកនៃចំនួនរបស់យើងគឺបានមកពីផលបូកក្របបាល់ដោយសារក្របបាល់របស់យើងនេះមានចំនួន2អញ្ចឹងកូនសរសេរចំនួន2បូកឲ្យ0 2បូក0ស្មើប៉ុន្មានកូនចាគឺស្មើ2នេះអ្នកគូរៀបជាប្រមាណវិធីជួឈើបន្តមកទៀតខាងក្រោមនេះចា2នេះគឺបានមកពីចំនួនក្របបាល់ខាងលើបូកថែមប៉ុន្មានកូនចាថែម1 2បូក1បានប៉ុន្មានកូនបាន3នេះកុំមើលក្របបាល់របស់យើងមាន2ហើយកូនបូកបញ្ចូលនេះថាធ្វើឲ្យក្របបាល់កន្លែងនេះកើនឡើងត្រូវកូនអញ្ចឹងនឹងទទួលបានក្របបាល់ចំនួន3នោះនឹងទទួលបានផលបូកបែបនេះគឺជាផលបូកជួឈើចាបន្តទៀតសូមកូនមើលទាំងអស់គ្នានេះអ្នកគ្រូមានក្របបាល់ចំនួន2ហើយអ្នកគ្រូបូកថែម2នេះក៏មើលក្របបាល់2បូកថែម2នោះធ្វើឲ្យចំនួននឹងកើនឡើងហើយនោះនឹងទទួលបានក្របបាល់ចំនួន4ចានេះគឺ2នេះគឺ2បូកបញ្ចូលគ្នាទទួលបានចំនួនក្របបាល់4នេះគឺជាផលបូកចំនួន2បូក2ស្មើ4ចារីឯខាងក្រោមសូមកូនមើលទាំងអស់គ្នាចានេះក្របបាល់ប៉ុន្មាននេះកូនចាក្របបាល់2កូនទាំងអស់គ្នាបូកថែមក្របបាល់3ទៀតកូនបូកថែមមើលកូនយកមកអានេះមាន3ហើយយើងក៏បូកថែមមក3ហើយ4ហើយតម្លាក់នេះមួយទៀតគឺបានប៉ុន្មានកូនចាគឺបាន5នោះក្របបាល់ដែលទទួលបានគឺមានចំនួន5នេះកូនឃើញអើកូន2បូក3ស្មើ5ចាអញ្ចឹងសូមកូនមើលបន្តទៀតនេះគឺជាផលបូកទៀតហើយនេះកូនទាំងអស់គ្នាឃើញចំនួនក្របបាល់អត់កូនឃើញចំនួនក្របបាល់2អ្នកគ្រូបូកបន្ថែម4ទៀតហើយអញ្ចឹងកូនទាំងអស់គ្នាចង់យកក្របបាល់2នេះបូកបន្ថែម4ក៏បានយកក្របបាល់4នេះបូកបន្ថែម2នេះក៏បានដែរណោះចាយកកូនទាំងអស់គ្នាមានប៉ុន្មានហើយកូននេះកូនមាន2ហើយយើងកូនបូកថែម4មកកូនរាប់បញ្ចូលមើលកូន2ហើយ3 4 5 6នេះកូននឹងទទួលបានក្របបាល់6នេះកូនឃើញចំនួនរបស់យើងអត់ចាផលបូក2បូក4ស្មើនឹង6ចារីឯខាងក្រោមទៀតនេះកូនឃើញអត់ក្របបាល់ចំនួន2បូកថែមក្របបាល់ចំនួន5ចាកូនចាប់ផ្ដើមរាប់បន្ថែមមើលចានេះក្របបាល់2យកកូនបូកចូលគ្នាមានថាកូនបន្ថែមទៀតក៏ត្រូវអត់កូនចា2 3 4 5 6 5 7នោះកូននឹងទទួលបានក្របបាល់ចំនួន7នេះគឺជាផលបូកនៃចំនួនចាបន្តទៀតចានេះបន្តទៀតហើយក្របបាល់មានចំនួន2អ្នកគ្រូបូកថែមក្របបាល់6ទៀតចាកូនរាប់បន្ថែមមើលក៏មាន2ហើយបន្ទាប់ពី2ហើយ3 4 5 6 7 5 8យកទាំងអស់នឹងបូកបញ្ចូលគ្នាឃើញចំនួន8ក៏ឃើញអានេះចាយើងផ្នែកខាងក្រោមនេះ2បូក6ស្មើ8ចាបន្តទៀតកូនឃើញផ្នែកខាងក្រោមអត់ចាយើង2នេះគឺអ្នកគ្រូបូកបន្ថែម7ចាយើងកូនទាំងអស់គ្នាមានប៉ុន្មានឯកូនមាន2ហើយមានក្របបាល់2ហើយយើងកូនរាប់បន្ថែមមក2ហើយ3 4 5 6 7 8 9យកទាំងអស់នេះគឺទទួលបានក្របបាល់ចំនួន9នេះកូនឃើញអត់កាចាល្អនេះគឺជាផលបូកនៃចំនួនរបស់យើងចឹងអ្នកគ្រូចូលលំហាត់ដើម្បីឲ្យកូនកាន់តែច្បាស់ណោះចាលំហាត់ទី1នេះគឺឲ្យកូនគូសបាល់តាមផលបូកចំនួនសំទោសគូសបាល់ហើយតាមផលបូកនឹងហើយកូនសរសេរវាទៀតណោះដូចអ្នកគ្រូឧទាហរណ៍ផ្នែកខាងលើនេះក្របបាល់ចំនួន2បូកថែមក្របបាល់3ថាតើទទួលបានប្រមាណយើងកូនបូកបញ្ចូលមកមាន2ហើយត្រូវកូនរាប់បន្ថែមមក2ហើយ3 4 5ចានោះទទួលបានក្របបាល់5កូនគូសក្នុងប្រអប់ដែលជារូបរាងក្របបាល់ហើយកូនសរសេរនេះក្របបាល់របស់យើងមានចំនួន2ចាសរសេរ2
បូកឲ្យគ្រាប់បាល់ចំនួន3កូនសរសេរ3 2បូក3ស្មើ5ចានេះគឺជាគំរូបន្តទៀតចូលធ្វើប្រមាណវិធីបូកចានេះគឺជាប្រមាណវិធីបូករួចឈើអញ្ចឹងអ្នកគ្រូបានធ្វើជាគំរូឲ្យកូននេះ2បូក1ស្មើនឹង3ចាមាន2ហើយនេះកូនមាន2ហើយកូនបូក1មកយក2ហើយ3អញ្ចឹងទទួលបាន3កូនរាប់បញ្ចូលគ្នាเนาะចាបន្តទៀតចូលធ្វើប្រមាណវិធីបូកចាអញ្ចឹងអ្នកគ្រូឧទាហរណ៍2បូក1ស្មើ3ចុះបើសិនជាបន្តទៀតគឺកូនធ្វើដោយខ្លួនឯងចូលទី4ចូលគូសគ្រីសក្នុងប្រអប់ដែលជាចម្លើយត្រឹមត្រូវក្នុងប្រអប់នេះមានតែផលបូក1ដែលបូកទៅឃើញចម្លើយត្រឹមត្រូវដូចអ្នកគ្រូជ្រើសរើសផលបូក1នេះអញ្ចឹងនេះ1បូក2ស្មើ3អញ្ចឹងចម្លើយមួយនេះគឺត្រូវដូចតាមផលបូកយកកូនគូសសញ្ញាគ្រីសផ្នែកខាងមុខដែលស្ថិតនៅក្នុងប្រអប់ទីឯបន្តទៀតនេះគឺអត់ត្រឹមត្រូវទេអញ្ចឹងសូមកូនជ្រើសរើសចម្លើយដែលស្ថិតនៅក្នុងប្រអប់របស់យើងថាតើមួយណាជាចម្លើយត្រឹមត្រូវចាអញ្ចឹងលំហាត់ទាំងអស់នេះសូមកូនទាំងអស់គ្នាចូលរួមវឹកហាត់ធ្វើទាំងអស់គ្នាបន្ទាប់ពីកូនបានធ្វើរួចកុំភ្លេចយកទៅឲ្យប៉ាម៉ាក់របស់កូនជួយពិនិត្យមើលថាតើកិច្ចការរបស់កូនពិតជាបានស្អាតនិងត្រឹមត្រូវដែរទេចាសូមអរគុណ